នារីម្នាក់ឈ្មោះលីនដាត្រូវបានផ្ញើទៅព្យាបាលនៅមណ្ឌលសុខភាពចិត្តបន្ទាប់ពីមានការបាត់បង់បងស្រីស្រឡាញ់ខ្លាំងបំផុតជាសេចក្តីអាណិតឆ្លងជីវិតតែពេលនាងចាប់ផ្ដើមព្យាបាលនិងសរសេរចងក្រងអារម្មណ៍ដោយប្រើកញ្ចក់បង្វែរស្មារតីនាងចាប់ផ្ដើមឃើញខ្លួនឯងប្លែកក្នុងកញ្ចក់ដែលនិយាយសំឡេងខុសមិនយូរអង្វែងនោះទេចំណងអតីតកាលកំហុសក្នុងគ្រួសារហើយការស្រឡាញ់បងស្រីคล้ายជាអ្វីដែលបង្ខំលីនដាជ្រុះចិត្តឬអាចជាគ្មាននរណាម្នាក់រស់សល់នៅក្នុងផ្ទះនោះតាំងពីដើមលីនដាមកដល់មណ្ឌលព្យាបាលចិត្តដែលស្ងៀមស្ងាត់នៅជាក្រុងពេលនាងចូលទៅក្នុងបន្ទប់ពិគ្រោះវាមានតែកៅអីកំណត់សម្គាល់និងកញ្ចក់ធំមួយនៅជញ្ជាំងវាលើសពីកញ្ចក់ធម្មតាវាបង្វែរអារម្មណ៍នាងគ្រូពេទ្យសត្វវិទ្យាអះអាងថាវាជាវិធីសាស្ត្របញ្ចេញការឈឺចាប់តែលីនដាឃើញស្បត់ខ្លួនឯងក្នុងកញ្ចក់និយាយថាគឺសុខស្រួលប្រសិនបើយើងមិនមានអារម្មណ៍លីនដានឹកឃើញរឿងចាស់បងស្រីនាងបុប្ផាត្រូវស្លាប់ក្នុងហេតុការណ៍អុជភ្លើងលើកណ្ដាលយប់ប៉ុន្តែពេលមើលកញ្ចក់នោះបន្តិចបន្តួចបងស្រីនាងបន្តបង្ហាញខ្លួនជារាងមាំនិយាយសូមពង្រឹងចិត្តដើម្បីឲ្យស្មារតីអាចរស់នៅលីនដាចាប់ផ្ដើមមិនដឹងថាតើអ្វីគឺពិតអ្វីគឺភ្នែកនិងចិត្តនាងងាសំឡេងបងស្រីពេលគេងឃើញស្បាត់ក្មេងពាក់ខោអាវភ្ជាប់ភ្លើងនៅជុំវិញកញ្ចក់គ្រូពេទ្យចាប់អារម្មណ៍ប្លែកលើលីនដាគាត់ថាកញ្ចក់នោះមិនមែនមាននរណាថែទាំទេតែគ្រាន់តែជាការបង្ហាញផ្លូវទៅខូបបាត់បង់ក្នុងចិត្តលីនដាឃើញខ្លួនឯងជាជនល្មើសដែលអុជភ្លើងនោះដោយអចេតនាបងស្រីស្លាប់ដោយនាងខ្លួនឯងតែចិត្តមិនទទួលការពិតអារម្មណ៍គួរឲ្យសង្ស័យបង្កើតអច្ឆរិយថ្មីមួយក្នុងកញ្ចក់ដែលចង់គ្រប់គ្រងនាងត្រូវជ្រើសរើសរស់នៅជាមួយអំពើបាបឬបិទចិត្តរបស់ខ្លួនស្ទើរតែជាអ្នកស្លាប់លីនដាចាំបាច់បំផ្លាញកញ្ចក់តែវាមិនបាក់បែកទេនៅពេលនាងនិយាយសូត្រដើម្បីបំបត្តិភាពភ័យខ្លាចនិងសុំសម្រួលចិត្តនឹងអតីតកាលកញ្ចក់ចាប់ផ្លាស់ប្ដូរជាស្មើជាមួយនាងបងស្រីនាងបង្ហាញឡើងជាចុងក្រោយអ្នកកំពុងរស់នៅក្នុងខ្ញុំអ្នកមិនចេញបានឡើយភ្លើងកើតឡើងជុំវិញបន្ទប់ដូចសភាពបងស្រីស្លាប់បន្ទាប់ពីសំឡេងស្ងប់ទៅនឹងភ្លើងរលោងគ្រូពេទ្យឃើញកៅអីទំនេរមួយតែគាត់ឃើញសរសេរលើជញ្ជាំងដោយដៃឈាមសូមព្យាបាលអ្នកបន្ទាប់សូមកុំឲ្យគេឃើញកញ្ចក់នោះ